រឿងគំនូររូបប្រពន្ធកាលមួយនោះមានបុរសម្នាក់ឈ្មោះកំបីវាក្រហើយបញ្ញាខ្សោយផងវារស់នៅក្នុងខ្ទមមួយតែម្នាក់ឯងគ្មានអ្នកណាចង់រៀបការជាមួយវាទេព្រោះវាមានស្មារតីតិចល្ងាចមួយមានស្រីក្មេងម្នាក់បានចូលមកដល់មាត់ទ្វារផ្ទះវាហើយសួរថាតើនាងអាចគេងមួយយប់ក្នុងខ្ទមនេះបានឬទេតាំងពីដើមមកកំបីម្ដីប្រទះឃើញស្រីណាល្អយ៉ាងនេះសោះវារីករាយនឹងឲ្យនាងចូលក្នុងផ្ទះវាណាស់យប់នោះក្រោយពីអាស្រ័យអាហារយប់ហើយស្រីក្មេងសួរថាលោកហាក់ដូចជារស់នៅម្នាក់ឯងខ្ញុំក៏មានតែម្នាក់ឯងដែរតើលោកចង់បានខ្ញុំជាភរិយាឬទេអាពាហ៍ពិពាហ៍ធ្វើឲ្យកំបីសប្បាយរីករាយណាស់ប៉ុន្តែក៏ធ្វើឲ្យវាពិបាកចិត្តណាស់ដែរដើម្បីបង្ហើយការងារវាជាប់ចិត្តនឹងប្រពន្ធក្មេងណាស់ទាល់តែមិនឲ្យនាងបាត់មុខពីវាសូម្បីមួយស្របក់ក៏ដោយនៅពេលដែលវាធ្វើស្បែកជើងចំបឿជារឿយៗស្បែកជើងនោះមានបណ្ដោយរហូត7ឬ6ចំអាមដោយមិនដឹងខ្លួនផងព្រោះបុរសជាប្តីអាចតែសម្លឹងមើលប្រពន្ធមិនមើលការងារសោះនៅពេលធ្វើអាវឃ្លៀងចំបឿក៏ដូចនេះដែរជួនកាលអាវនេះមានប្រវែងរហូតដល់10ឬ20ចំអាមដែលចោតលើព្រោះបុរសនេះសម្លឹងមើលតែអ្វីដែលប្រពន្ធវាកំពុងធ្វើមិនបានប្រុងប្រយ័ត្នមើលការងាររបស់វាទេគ្មានអ្នកណាអាចពាក់អាវភ្លៀងវាឡើយរួចមកវាក៏ទៅធ្វើការឯចំការមួយស្របក់ម្ដងវារត់មកផ្ទះវិញស្រែកហៅប្រពន្ធសម្លាញ់អើយអូននៅទីនេះឬហេតុនេះវាគ្មានបានបំពេញការងារច្រើនទេក្នុងមួយថ្ងៃប្រពន្ធពោលថាគាត់នឹងមិនចាំធ្វើការទេដូច្នេះនាងទៅទីក្រុងឲ្យសិល្បករម្នាក់គូររូបនាងយករូបមកផ្ទះវិញហើយប្រាប់កំបីថាបងនេះរូបខៀងសូមយករូបនេះទៅភ្ជួរនឹងដើមមនដែលនឹងចិត្តបងទៅបងអាចឃើញរូបនេះនៅពេលកំពុងធ្វើការក្នុងចំការបងមិនបាត់មុខខ្ញុំយូរទេកំបីធ្វើតាមនាងប្រាប់មួយស្របក់ម្ដងវាឈប់ធ្វើការដើម្បីមើលរូបប្រពន្ធវាប៉ុន្តែមិនយូរប៉ុន្មានវាក៏រត់មកផ្ទះជាញ័យទៀតថ្ងៃមួយមានខ្យល់បក់មួយវឹបគួចយករូបនោះហើយបំផាំងទៅលើមេឃកំបីតាមចាប់រូបនោះដែរប៉ុន្តែមិនយូរប៉ុន្មានរូបក៏រសាត់បាត់ពីភ្នែកវាទៅកំបីយំស្បែបរត់ទៅផ្ទះប្រាប់ប្រពន្ធនាងបានលួងលោមថាបងសម្លាញ់កុំព្រួយខ្ញុំនឹងទៅទីក្រុងរករូបគំនូរមួយទៀតមកឲ្យបងក្នុងរយៈពេលនោះរូបគំនូរទី1ប៉ើងតាមខ្យល់ហើយទីបំផុតក៏ធ្លាក់ពេលប៉ោចុះដល់សួនក្នុងវិមានមួយលុះឃើញរូបគំនូរម្ចាស់វិមានចាប់ចិត្តស្នេហាលើរូបស្រីក្នុងគំនូរនោះលោកគិតយ៉ាងនេះបើរូបគំនូរដូច្នេះមុខជាមានមនុស្សពិតមិនខានរួចលោកក៏បញ្ជាបម្រើឲ្យដើររកស្រីនោះដល់ឃើញឲ្យចាប់យកនាងមកជូនលោកកងបង្អង់បម្រើដើរពីភូមិមួយទៅភូមិមួយដោយកាន់រូបគំនូរទៅផងគេសួររកតើមានអ្នកណាស្គាល់រូបនេះឬទេទីបំផុតគេទៅដល់ភូមិដែលកំបីរស់នៅបម្រើសួរអ្នកភូមិដោយបង្ហាញរូបគំនូរតើអ្នកស្គាល់រូបនេះឬទេដោយបានឃើញរូបគំនូរអ្នកភូមិទាំងនោះឆ្លើយភ្លាមអូនេះជាប្រពន្ធកំបីទេតើប្រកាសមែនលុះបម្រើទៅដល់ខ្ទមកំបីក៏ឃើញស្រីម្នាក់រូបស្អាតមុខដូចរូបក្នុងគំនូរបេះបិទយើងមកចាប់នាងយកទៅជូនចៅអាវ៉ៃយើងហើយគេនិយាយហើយប៉ុនប្រងនាំនាងចេញទៅកំបីអង្វរសូមមេត្តាកុំចាប់យកនាងទៅតែឥតអំពើឡាយវាស្រែកទ្រហោយំយ៉ាងខ្លាំងទួតែទឹកភ្នែកคล้ายទៅជាធ្លុកមួយបណ្ដោយមួយចំហៀនប្រពន្ធនិយាយបងកំបីកុំស្រែកយ៉ាងនេះយើងមិនអាចអ្វីគេកាចក្នុងពេលនេះទេតែសូមស្ដាប់ខ្ញុំឲ្យមែនតែនយកដើមស្រល់សម្រាប់តុបតែងក្លោងទ្វារទៅជាមួយពេលនោះយើងនឹងបានជួបគ្នាហើយកិច្ចការយើងនឹងសម្រេចនាងមិនទាន់ទាំងនិយាយអ្វីច្រើនទៀតផងគេចាប់នាងចេញតម្រង់ទៅវិមានរាល់ថ្ងៃកំបីនឹកម៉មៃថាតើដល់ពេលត្រូវទៅរកប្រពន្ធវាហើយឬនៅទីបំផុតគេនិយាយប្រាប់វាថាឥឡូវដល់ពេលពន្ធចូលឆ្នាំហើយវាចេញដំណើរតម្រង់ទៅវិមានដោយបាននាំយកមេឃស្រល់មួយបាត់ធំទៅថងបន្តិចទៀតវានឹងបានជួបមុខប្រពន្ធសម្លាញ់ចិត្តវិញហើយលុះទៅដល់មាត់ទ្វារវិមាន
កំបីស្រ័យពពាយណៃថាដើមស្រល់ដើមស្រល់ដើមស្រល់ល្អសម្រាប់ពុនចូលឆ្នាំប្រពន្ធកំបីបានឮសំឡេងប្តីក៏ញញឹមពីក្នុងវិមានមកនេះជាលើកដំបូងហើយដែលនាងបានសើចតាំងពីពេលដែលគេចាប់នាងយកមកដាក់ក្នុងវិមានម្ចាស់វិមានសប្បាយខ្លាំងណាស់ដោយបានឃើញនាងរីករាយលោកបញ្ជាបម្រើឲ្យហៅអ្នកលក់ដើមស្រល់ចូលមកលុះឃើញកំបីមកដល់នាងប្រពន្ធកំបីរឹតតែរីករាយជាងមុនទៀតនាងសម្លឹងមើលវាយ៉ាងប្រព្រាយទាល់តែម្ចាស់វិមានគិតក្នុងចិត្តថាបាទអ្នកលក់ដើមស្រល់ធ្វើឲ្យនាងរីករាយយ៉ាងនេះអញគួរតែធ្វើជាអ្នកលក់ដើមស្រល់វិញម្ដងម្ចាស់វិមានក៏បញ្ជាកំបីឲ្យបដូរសម្លៀកបំពាក់ជាមួយខ្លួនលុះស្លៀកពាក់ខោអាវកញ្ច្រោះដួលជាអ្នកលក់ដើមស្រល់ហើយម្ចាស់វិមានដើរចុះដើរឡើងក្នុងសួនដោយស្រីពពាយណែថាដើមស្រល់ដើមស្រល់ដើមស្រល់ល្អសម្រាប់ពុនចូលឆ្នាំធ្វើយ៉ាងនេះនាំឲ្យប្រពន្ធកំបីកាន់តែរីករាយឡើងទៀតនាងតេះដៃដ៏ស្រួតរបស់នាងហើយសើចក្អាកក្អាយអស់ពីដួងចិត្តម្ចាស់វិមានរីករាយខ្លាំងណាស់ដោយបានឃើញនាងសើចហើយក៏តាំងរំរែកជុំវិញសួនផងដោយពុនដើមស្រល់ពីខ្នងដើមស្រល់ល្អល្អគេពពាយណែហើយក៏ពពាយណែទៀតគេរំរែរិលជុំវិញសួនហើយចេញផុតពីមាត់ទ្វារវិមានដោយគ្មានទាំងដឹងខ្លួនផងលុះម្ចាស់វិមានចេញផុតតែក្រៃភ្លាមប្រពន្ធកំបីប្រាប់បម្រើឲ្យបិទទ្វារវិមានមួយរំពេតបន្តិចក្រោយមកម្ចាស់វិមានដឹងថាខ្លួនមិនមែននៅផ្លឹងសួនទេគេក៏ដើរទៅកាន់ទ្វារវិមានតែងឿងឆ្ងល់ជាខ្លាំងដោយឃើញទ្វារបិទជិតបើកឲ្យអញចូលបើកឲ្យអញចូលគេស្រែកហើយតែគ្មានអ្នកណាឆ្លើយតបវិញសោះនៅក្នុងវិមានកំបីនិងប្រពន្ធដ៏ឆ្លៀវស្បៃរបស់គេមានរបស់ទ្រព្យសម្បត្តិគ្រប់បែបយ៉ាងដោយចិត្តប្រាថ្នាហើយរស់នៅយ៉ាងសុខសាន្តនិងរីករាយពីពេលនោះមក